រៀបសួរខ្ញុំឈ្មោះអូនដេបូរ៉ាមានអាយុ19ឆ្នាំហើយមកពីក្រុមជំនុំស្ដីសង្ឃឹមដែលមានពណ៌ហើយនៅខេត្តកំពង់ឆ្នាំងសប្តាហ៍ថ្ងៃខ្ញុំរៀននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចលើមុខជំនាញរដ្ឋបាលសាធារណៈជម្រាបសួរខ្ញុំឈ្មោះរ៉េតនីសាខ្ញុំអាយុ18ឆ្នាំខ្ញុំមកពីខេត្តកណ្ដាលខ្ញុំមកពីក្រុមជំនុំពលឺឋានសួគ៌ស្អាងនៅក្នុងក្រុមជំនុំខ្ញុំមានតួនាទីជាគ្រូកុមារជំរាបសួរខ្ញុំឈ្មោះឌីលីសាខ្ញុំមកពីក្រុមជំនុំព្រះជាម្ចាស់ដំណឹងល្អនាំការសង្គ្រោះសប្តាហ៍ថ្ងៃខ្ញុំរស់នៅរាជធានីភ្នំពេញខ្ញុំរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដោយមុខជំនាញអក្សរសាស្ត្រអង់គ្លេសនៅឆ្នាំទី1ជំរាបសួរខ្ញុំឈ្មោះប៉ែម៉ាឌីណាអាយុ18ឆ្នាំមកពីក្រុមជំនុំជីវិតថ្មីសម្រងយ៉ោងខេត្តតាកែវហើយខ្ញុំមានតួនាទីជាជំនួយការគ្រូកុមារជំរាបសួរនាងខ្ញុំឈ្មោះកុយកន្ធាមានអាយុ19ឆ្នាំនាងខ្ញុំមកពីខេត្តតាកែវហើយនាងខ្ញុំមកពីក្រុមជំនុំព្រះជាម្ចាស់ពលឺឋានសួគ៌សប្តាហ៍ថ្ងៃនាងខ្ញុំគឺជានិស្សិតនៅឆ្នាំទី1នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជំរាបសួរខ្ញុំឈ្មោះម៉ងច័ន្ទរៈអាយុ19ឆ្នាំមកពីភ្នំពេញហើយមកពីក្រុមជំនុំព្រះជាម្ចាស់ដំណឹងល្អនាំការសង្គ្រោះរៀននៅឆ្នាំទី1នៅមុខជំនាញច្បាប់រៀននៅសាកលវិទ្យាល័យចេនឡាជំរាបសួរខ្ញុំឈ្មោះឡនវូលាក់ខ្ញុំមកពីខេត្តព្រះវិហារខ្ញុំមកពីក្រុមជំនុំសេរីរុងរឿងខ្ញុំមានអាយុ23ឆ្នាំខ្ញុំរៀននៅRUL ឆ្នាំទី3ជំនាញរដ្ឋបាលសាធារណៈជាដំបូងខ្ញុំសូមជម្រាបសួរខ្ញុំឈ្មោះនាងយូហានខ្ញុំមានអាយុ20ឆ្នាំហើយខ្ញុំមកពីក្រុមជំនុំថ្មតាភូមិជែកហើយសប្តាហ៍ថ្ងៃខ្ញុំជានិស្សិតឆ្នាំទី2នៃជំនាញធនាគារនៅរ៉ាយវត្ថុមកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុបមុនដំបូងខ្ញុំដែរស្គាល់កម្មវិធី Cultivate ប៉ុន្តែដោយសារខ្ញុំបានលើដំណឹងអំពីមិត្តភ័ក្តិរបស់ខ្ញុំហើយខ្ញុំក៏បានដាក់ពាក្យមកចំពោះមូលហេតុដែលខ្ញុំដាក់ពាក្យមក Cultivate គឺខ្ញុំចង់បាននៅបទពិសោធន៍ហើយនឹងជំនឿកាន់តែរឹងមាំបានជាខ្ញុំដាក់ពាក្យចូលកម្មវិធី Cultivate ព្រោះខ្ញុំចង់ធ្វើបណ្ណកិច្ចជាមួយកុមារនិងរៀនពីចំណេះជំនាញផ្សេងខ្ញុំបានស្គាល់កម្មវិធី Cultivate តាមរយៈមិត្តភ័ក្តិរបស់ខ្ញុំគាត់បានណែនាំមកកាន់ខ្ញុំហើយខ្ញុំសម្រេចដាក់ពាក្យចូលកម្មវិធី Cultivate ហ្នឹងដោយសារតែខ្ញុំចង់ទទួលបានបទពិសោធន៍ថ្មីទាំងចំណេះដឹងហើយនិងផ្នែកជំនឿឲ្យកាន់តែរឹងមាំជាងមុនពេលខ្ញុំមកហាត់ការនៅក្នុងកម្មវិធី Cultivate ខ្ញុំរីកចម្រើនច្រើនទាំងខាងព្រលឹងវិញ្ញាណហើយនិងចំណេះជំនាញដែលខ្ញុំរៀនផងគឺខ្ញុំរីកចម្រើនដូចជាខ្ញុំចេះចុចកុំព្យូទ័រស្ទាត់ជាងមុនចេះវាយសិភៅចេះកែស្លាយចេះបង្កើតមេរៀនថ្មីជាងមុនកំឡុងពេលហាត់ការគឺខ្ញុំរៀនបានច្រើនមែនតើសម្រាប់ពេលដែលចូលមក Cultivate ដោយសារតែបើសិនជានិយាយអំពីបងស៊ីនីដែលគាត់ជាអ្នកហាត់ការនៅទីនេះគឺគាត់មានទេពកោសល្យគាត់មាន talent រៀងខ្លួនធ្វើឲ្យខ្ញុំបានរៀនអំពីបែបអំណោយទានដែលព្រះប្រទានឲ្យគឺ unique យើងម្នាក់គឺមានអំណោយទានរៀងខ្លួនហើយយើងក៏យកអំណោយទានទាំងនោះដើម្បីបំពេញគ្នាដើម្បីថ្វាយសិរីល្អដល់ព្រះហើយកំឡុងពេលហាត់ការតួនាទីដែលខ្ញុំបានធ្វើមានដូចជាបកប្រែស្លាយពីភាសាអង់គ្លេសមកភាសាខ្មែរហើយកំឡុងពេលបកប្រែស្លាយហ្នឹងខ្ញុំបានរៀនដូចគ្នាដោយសារស្លាយហ្នឹងគឺជាស្លាយសម្រាប់បង្រៀនយុវជនឬមួយគ្រូកុមារអញ្ចឹងខ្ញុំអាចមានឱកាសក្នុងការបានស្គាល់បានរៀនដោយប្រយោជន៍តាមរយៈការបកប្រែស្លាយហ្នឹងហើយខ្ញុំក៏រៀនអំពីការរៀបចំកម្មវិធីការ stand by ការបែបរៀបចំហ្គេមដើម្បីលេងជាមួយនឹងកុមារការដែលសមាជិកផ្សេងគាត់រៀបចំមេរៀនដើម្បីបរៀនដល់កុមារដូចគ្នាអញ្ចឹងគឺខ្ញុំរៀនបានច្រើនអំពីមនុស្សជុំវិញខ្លួនខ្ញុំបានរីកចម្រើនចំណេះដឹងនៅជំនាញដូចជាការធ្វើ poster ការកាត់វីដេអូទំនាក់ទំនងជាមួយមនុស្សនៅក្នុងក្រុមហើយការចូលរួមព័ន្ធកិច្ចការជួបជុំគ្នាអីផ្សេងមេរៀនដែលខ្ញុំបានរៀនអំពី Cultivate មានដូចជា Hopeful DNA ភាពជាអ្នកដឹកនាំការសម្របខ្លួនហើយនិងភាពបត់បែននៅក្នុងកំឡុងពេលហាត់ការខ្ញុំបានរៀនពី OBM Hopeful DNA CM101 Go Down Smart និង Flexible Adaptable និង Teachable នៅក្នុងអំឡុងពេលហាត់ការខ្ញុំបានបំពេញសកម្មភាពដែលមានដូចជាខ្ញុំបានធ្វើសកម្មភាពឲ្យរៀបចំនៅឯកសារផ្សេងៗយើងបានផ្ញើសៀវភៅទៅកាន់ក្រុមជំនុំនានាហ
ហើយយើងបានធ្វើការបកប្រែអំពីកម្មវិធីចំនួន2ដែលទី1ខ្ញុំបានបកប្រែអំពីការកន្លងនៃការថតវីដេអូនិងទី2ខ្ញុំបានបកប្រែអំពីកម្មវិធីចូលបោវាពិត នៅពេលដែលខ្ញុំរៀនអំពីវគ្គបណ្ដុះបណ្ដាលហើយខ្ញុំបានរៀនអំពីរបៀបទំនាក់ទំនងជាមួយគ្រូរបៀបទំនាក់ទំនងជាមួយក្មេងៗនិងយល់ដឹងពីក្មេងៗកាន់តែច្បាស់ នៅម្លងពេលហាត់ការហ្នឹងខ្ញុំបានចូលរួមវគ្គបណ្ដុះបណ្ដាលជាច្រើននៅតាមក្រុមជំនុំនានាហើយក៏ដូចជាខ្ញុំក៏បានចុះទៅខេត្តតាកែវដើម្បីបង្រៀនអំពីកុមារនៅទីនោះហើយខ្ញុំបានបង្រៀនអំពីបេះដូងពណ៌ទៅកាន់ពួកគាត់ផងដែរ កំឡុងពេលដែលខ្ញុំក្នុងនាមជាអ្នកហាត់ការនៅក្នុង Cultivate ខ្ញុំបានចូលរួមសិក្ខាសាលាកម្មវិធីព្រះរាជរបស់ព្រះអង្គហើយនឹងទិវាកីឡារបស់កុមារក្នុងនោះខ្ញុំចូលរួមក្នុងនាមជាក្រុមការងារខ្ញុំបានកាន់ស្តង់ហ្គេមមួយហើយដែលមានកុមារចូលរួមជាច្រើនអ្នកពេលនោះមានកុមារមានលក្ខណៈបែបចរិតលក្ខណៈខុសៗគ្នាគាត់មាន talent គាត់មានបែប ភាពបត់បែនភាពវៃឆ្លាតរបស់ពួកគាត់ផ្សេងៗគ្នាពេលនោះធ្វើឲ្យខ្ញុំបានឃើញថាកុមារទាំងអស់គួរឲ្យស្រឡាញ់ហើយពួកគាត់ពិតជារីករាយនៅពេលដែលបានលេងជាមួយនឹងល្បែងកំសាន្តហើយនឹងក្នុងការដែលចូលរួមជាមួយនឹងពួកខ្ញុំដូចគ្នា បន្ទាប់ពីចប់ Cultivate នៅទីនេះហើយខ្ញុំនឹងយកចំណេះដឹងដែលខ្ញុំរៀនបានជាច្រើននៅ Cultivate នេះខ្ញុំនឹងយកទៅជួយអភិវឌ្ឍនៅក្រុមជំនុំរបស់ខ្ញុំដូចជាទាំងផ្នែកកុំព្យូទ័របច្ចេកវិទ្យាផ្សេងៗហើយក៏ដូចជាការគ្រប់គ្រងកុមារហើយការបណ្ដុះបណ្ដាលការបង្រៀនកុមារនៅទីនោះផងដែរជាចុងក្រោយអ្វីដែលខ្ញុំយកទៅចិត្តទៅដល់បងប្អូននៅរដូវកាលក្រោយហ្នឹងគឺខ្ញុំសូមយកទៅចិត្តឲ្យគាត់មានភាពក្លាហាននៅក្នុងការដាក់ពាក្យពីព្រោះនៅទីនេះមិនធំតែយើងជួយបង្រៀនផ្នែកទាំងចំណេះដឹងឯងនិយាយទៅមានទាំងជំនឿទាំងចំណេះដឹងគឺមានការងារច្រើនមែនតើដែលខ្ញុំអាចរៀនបានពីកន្លែងហ្នឹង ជាចុងក្រោយខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនជំនាន់ក្រោយឲ្យហ៊ានដាក់ពាក្យចូលមកកម្មវិធី Cultivate ដើម្បីរៀនអំពីពន្ធកិច្ចកុមារនិងរៀនអំពីព្រះអង្គហើយដើម្បីទទួលបានភាពក្លាហានថែមទៀតផងដែរ ជាចុងក្រោយខ្ញុំសូមជំរុញនិងលើកទឹកចិត្តទៅដល់ឲ្យបងប្អូននៅចំនួនក្រៅទាំងអស់គ្នាដើម្បីឲ្យបងប្អូនទាំងអស់គ្នាមានភាពក្លាហាននិងភាពឆេះឆួលក្នុងការដាក់ឲ្យពាក្យនៅក្នុងកម្មវិធី Cultivate ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗហើយនឹងបទពិសោធន៍ជាពិសេសគឺអាហារខាងព្រលឹងវិញ្ញាណនិងសេចក្តីស្រឡាញ់ ជាចុងក្រោយនាងខ្ញុំសូមលើកទឹកចិត្តទៅដល់បងប្អូនជំនាន់ក្រោយដែលចង់ដាក់ពាក្យចូលមកក្នុងកម្មវិធី Cultivate សូមឲ្យបងប្អូនមានភាពក្លាហាននៅក្នុងការដាក់ពាក្យចូលមកក្នុងកម្មវិធីនេះពីព្រោះកម្មវិធីនេះនឹងធ្វើឲ្យបងប្អូនបានរៀនអ្វីៗជាច្រើនដែលបងប្អូនមិនធ្លាប់រៀនពីមុនមកនិងពង្រឹងនៅសមត្ថភាពបងប្អូនជាច្រើនទៀត ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនដែលកំពុងតែស្វែងរកខ្លួនឯងហើយកំពុងតែមិនដឹងថាខ្លួនឯងនៅកន្លែងណាកំពុងវង្វេងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនចូលមក Cultivate ហើយយើងអាចនឹងដឹងអ្វីដែលយើងកំពុងតែចង់ធ្វើហើយផែនការព្រះអង្គដាក់នៅលើយើងផងដែរសូមលើកទឹកចិត្តបងប្អូនឲ្យមានកម្លាំងចិត្តក្នុងការមករកគោលដៅរបស់ខ្លួនឯងផងដែរ នៅទីនេះមិនអាចមិនរីកចម្រើន